សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិអ៊ុយក្រែនរាយការណ៍មកនៅថ្ងៃសុក្រនេះថារុស្ស៊ីបានបើកការវាយប្រហារតាមអាកាសចំនួន17ដងត្រឹមរយៈពេល1ម៉ោងប៉ុណ្ណោះនៅក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍យោតាមប្រភព Anatoly Kurtiev ជាលេខាធិការនៃក្រុមប្រឹក្សាក្រុង Zaporizhzhia អ៊ុយក្រែនផ្សាយនៅលើបណ្ដាញសារ Telegram បានឲ្យដឹងថាកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសដ៏ធំមួយមកលើទីក្រុង Zaporizhzhia នៅយប់ថ្ងៃទី9និង10ខែកុម្ភៈដោយវាយលុកចំនួន17ដងនៅក្នុងរយៈពេលត្រឹមតែ1ម៉ោងប៉ុណ្ណោះនៅក្នុងការវាយប្រហារនេះលោក Kurtiev បាននិយាយថាកងកម្លាំងរុស្ស៊ីបានកំណត់គោលដៅផ្ទាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលបើទោះបីជាព័ត៌មានអំពីទំហំនៃការបំផ្លិចបំផ្លាញនិងចំនួនអ្នកស្លាប់នៅមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ Zaporizhzhia គឺជាទីក្រុងមួយស្ថិតនៅលើដងទន្លេ Dnieper នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនជាប់ទៅនឹងតំបន់កំពង់ផែ Kherson និងតំបន់ Donbas សមរភូមិភាគខាងកើតតំបន់នេះក៏ត្រូវបានរុស្ស៊ីធ្វើប្រជាមតិដាក់បញ្ចូលដែរបើទោះបីជាបច្ចុប្បន្នភាពទ័ពរុស្ស៊ីមិនទាន់បានវាយដណ្ដើមបានហើយក៏ដោយបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន Zelensky ទៅអឺរ៉ុបទៅសុំយន្តហោះច្បាំងផ្ទាល់ពីសម្ព័ន្ធមិត្តរុស្ស៊ីស្រាប់តែបានប្រកាសបង្កើនការផលិតរថក្រោះបន្ថែមទៀតយោងតាមសារព័ត៌មានរដ្ឋតារបស់រុស្ស៊ីអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយកាលពីថ្ងៃទី9ខែកុម្ភៈភ្លាមនៅថ្ងៃជាមួយគ្នាដែល Zelensky មេដឹកនាំអ៊ុយក្រែនបានកំពុងធ្វើទស្សនកិច្ចនៅអឺរ៉ុបនិងបានអំពាវនាវសុំយន្តហោះចម្បាំងយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តMedvedev បាននិយាយនៅក្នុងកិច្ចប្រជុំមួយក្នុងអំឡុងពេលធ្វើដំណើរទៅកាន់រោងចក្រវិស្វកម្មដឹកជញ្ជូនរុស្ស៊ី OMSK យ៉ាងដូចនេះថារុស្ស៊ីត្រូវតែសាងសង់និងដំឡើងរថក្រោះរាប់ពាន់គ្រឿងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងអ៊ុយក្រែនបើទោះបីគំនិតនេះមិនទាន់សម្រេចផ្លូវការឬស្ថិតនៅក្នុងរបៀបវារៈការចេញពីប័ណ្ណបញ្ជាការពាររដ្ឋនិងការសម្រេចចិត្តដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ីក៏ដោយសម្រាប់សម្ដីរបស់លោក Medvedev កាលពីម្សិលមិញដោយតែអ្នកបានដឹងហើយថាសត្រូវរបស់យើងកំពុងសុំយន្តហោះមីស៊ីលនិងរថក្រោះនៅឯបរទេសតើយើងត្រូវធ្វើអ្វីដើម្បីជាការឆ្លើយតបតាមសេចក្តីរាយការណ៍លម្អិតដោយសារព័ត៌មានរដ្ឋតានៅឯរោងចក្រដែលលោក Medvedev កំពុងស្ថិតនៅនោះគេក៏បានសង្កេតឃើញនៃការរីកចម្រើនផ្នែកផលិតកម្មរថក្រោះរបស់រុស្ស៊ីថ្មីគឺ T80 BVM ជាមួយនឹងមុខងារទំនើបកម្មដ៏សាហាវបំពាក់ជាមួយកាំភ្លើងបាញ់ 125 មីលីម៉ែត្រថាមពលរបស់ម៉ាស៊ីនទូប៊ីនឧស្ម័នខ្ពស់មិនតែប៉ុណ្ណោះរថក្រោះ T80 ក៏មានបំពាក់នូវឧបករណ៍ចល័តសម្រាប់ចាប់ចម្ងាយងាយស្រួលនៅក្នុងការបាញ់ចំគោលដៅនិងឧបករណ៍ទប់លំនឹងអាវុធផងដែរបើទោះបីរុស្ស៊ីថានេះគឺជាការឆ្លើយតបអ៊ុយក្រែនបែបណាក៏ដោយតែដំណឹងផ្លូវការដែលថាអ៊ុយក្រែននឹងទទួលបានយន្តហោះច្បាំងពីលោកខាងលិចគឺមិនទាន់ត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិឯករាជ្យធំៗនោះទេការប្រកាសបង្កើនផលិតកម្មរុស្ស៊ីបានធ្វើឡើងបន្ទាប់ពីរបាយការណ៍អ្នកខ្លាំមើលហូឡង់បាននិយាយថារុស្ស៊ីបានខាតបង់រថក្រោះរាប់ពាន់គ្រឿងរហូតដល់ពាក់កណ្ដាលនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែន Zelensky បាននិយាយថាប្រជាជនអ៊ុយក្រែនទាំងអស់នឹងគ្មានថ្ងៃអត់ទោសឲ្យលោកពូទីនឡើយដោយបានប្រៀបធៀបទៅនឹងមេដឹកនាំណាស៊ីអាល្លឺម៉ង់អ៊ីតាលីនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2 Volodymyr Zelensky បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Spiegel ថាប្រជាជនអ៊ុយក្រែននឹងមិនអត់ទោសឲ្យលោកពូទីនទេហើយប្រទេសភាគច្រើននៃពិភពលោកបានសរសេរដាក់នៅក្នុងប្រវត្តិសាស្ត្ររួចហើយថាការដឹកនាំរបស់រុស្ស៊ីបច្ចុប្បន្នគឺប្រឆាំងពីមនុស្សដោយបានប្រៀបធៀបលោកពូទីនទៅនឹងលោកអ៊ីតាលីដែលជាមេដឹកនាំអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទី2 Zelensky បាននិយាយថាពូទីនក៏មិនខុសគ្នាដែរលទ្ធផលនៃទស្សនៈពិភពលោកគិតទៅលើពូទីនគឺរួមមានការបំផ្លិចបំផ្លាញទឹកដីការមិនគោរពច្បាប់អន្តរជាតិសិទ្ធិមនុស្សការមើលងាយសត្វមានជីវិតទាំងអស់លោក Volodymyr Zelensky បាននិយាយនៅក្នុងនាមជាមេដឹកនាំរដ្ឋមួយថាប្រធានាធិបតីរុស្ស៊ីពូទីននឹងមិនអាចបញ្ឈប់បានឡើយពូទីនដូចជាសត្វនាគអញ្ចឹងដែលត្រូវការស៊ីអាហារដរាបណាយើងមិនផ្ដល់អាហារផ្ដល់ទឹកដីជាថ្នូរដើម្បីបំពេញចំណង់នោះទេពូទីននឹងមិនអាចបញ្ឈប់បានឡើយរដ្ឋាភិបាលចិនទីក្រុងប៉េកាំងបានថ្កោលទោសសម្ដីមើលងាយរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ដាក់មកលើមេដឹកនាំខ្លួនលោក Xi Jinping ចំពេលទំនាក់ទំនងតានតឹងរឿងបាឡុងកំពុងកើតមានស្រាប់នៅក្នុងការកត់សម្គាល់ថ្កោលទោសប្រាប់ទៅកាន់សន្និសីទសារព័ត៌មានកាលពីថ្ងៃប្រហ័សនៅក្នុងទីក្រុងប៉េកាំងអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសម្ដីរបស់លោក Joe Biden ដែលបាននិយាយដាក់លោក Xi Jinping ប្រមុខបកកុម្មុយនីសចិននិងជាប្រធានាធិបតីចិននៅក្នុងបទសម្ភាសន៍ជាមួយ PBS News Hour ថាកំពុងជាប់គាំងនៅក្នុងវិបត្តិដ៏ធំមួយរួមទាំងសេដ្ឋកិច្ចផងនោះអ្នកនាំពាក្យថាប្រភេទនៃវោហារសាស្ត្រពីសហរដ្ឋអាមេរិកនេះគឺគ្មានការទទួលខុសត្រូវទាល់តែសោះហើយវាផ្ទុយទៅនឹងក្រមសីលធម៌ការទូតជាមូលដ្ឋានដោយបន្ថែមថាទីក្រុងប៉េកាំងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ
នៅក្នុងបទសម្ភាសន៍ជាមួយ PBS Biden បាននិយាយថាការសម្រេចចិត្តបាញ់ទម្លាក់បាឡុងរបស់ចិនគឺជារឿងត្រឹមត្រូវតែអាមេរិកមិនមែនចង់ស្វែងរកចំនួនណាមួយជាមួយចិននោះទេឃ្លាចុងក្រោយប៉ុន្មានម៉ាត់ Biden បាននិយាយទៀតថាលោកស៊ីមានបញ្ហាដ៏ធំរួមទាំងសេដ្ឋកិច្ចដែលមិនដំណើរការល្អតើអ្នកអាចគិតពីមេដឹកនាំពិភពលោកផ្សេងទៀតដែលកំពុងធ្វើពាណិជ្ជកម្មជាមួយលោកស៊ីជីនពីងបានទេខ្ញុំគិតមើលមិនឃើញមាននរណាម្នាក់នោះទេចំនួនវោហារសាស្ត្រចុងក្រោយបង្អស់រវាងសហរដ្ឋអាមេរិកនិងចិននេះបានកើតឡើងបន្ទាប់ពីការបាញ់ទម្លាក់បាឡុងរបស់ចិនកាលពីសប្តាហ៍មុនដោយយន្តហោះចម្បាំង F-22 របស់អាមេរិកនៅក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិករដ្ឋាភិបាលអ៊ុយក្រែននិងម៉ូដាវីបានចេញសេចក្តីថ្លែងការណ៍ផ្ទៀងផ្ទាត់គ្នាទៅលើផែនការបែកធ្លាយរបស់រុស្ស៊ីដែលមានគម្រោងចង់វាយដណ្ដើមកាន់កាប់ប្រទេសម៉ូដាវីដោយទៅនឹងអ៊ុយក្រែនថ្លែងទៅកាន់មេដឹកនាំសហភាពអឺរ៉ុបនៅក្នុងទីក្រុង Brussels លោក Zelensky បានឆ្លៀតហែកកកាយថាកាលពីពេលថ្មីនេះលោកបានប្រាប់ប្រធានាធិបតីម៉ូដាវីលោកស្រី Maya Sandu អំពីគម្រោងការសម្ងាត់របស់រុស្ស៊ីលោក Zelensky បាននិយាយតាមរយៈអ្នកបកប្រែថាខ្ញុំបានប្រាប់ម៉ូដាវីហើយយើងបានរកឃើញផែនការនៃការបំផ្លិចបំផ្លាញប្រទេសម៉ូដាវីតាមរយៈពួកចារកម្មរុស្ស៊ីឯកសារនោះបានបង្ហាញអំពីពេលណានរណាគេនិងរបៀបដែលផែនការនឹងប្រព្រឹត្តទៅដើម្បីបំបីលទ្ធិប្រជាធិបតេយ្យប្រទេសម៉ូដាវីនិងបង្កើតការគ្រប់គ្រងទៅលើប្រទេសម៉ូដាវីទាំងស្រុងយ៉ាងណាលោកស្គីបានសង្កត់ធ្ងន់ថាផែនការនេះគឺស្រដៀងទៅនឹងផែនការដែលរុស្ស៊ីរៀបចំដើម្បីកាន់កាប់អ៊ុយក្រែនគ្រាន់តែមិនដឹងពីពេលវេលាដែលរុស្ស៊ីនឹងចាប់ផ្ដើមប៉ុណ្ណោះសេវាស៊ើបការសម្ងាត់និងសន្តិសុខរបស់ម៉ូដាវីបានឆ្លើយតបយល់ព្រមទៅនឹងការអត្ថាធិប្បាយរបស់ Zelensky ក្នុងនោះបាននិយាយថាទាំងពីរព័ត៌មានដែលបង្ហាញដោយដៃគូអ៊ុយក្រែនរបស់យើងនិងសកម្មភាពប្រតិបត្តិការរបស់ម៉ូដាវីគឺរកឃើញដូចគ្នារុស្ស៊ីមានគោលបំណងចង់ធ្វើឲ្យខូចសាធារណរដ្ឋម៉ូដាវីធ្វើឲ្យមានអស្ថិរភាពនិងការបំពានសណ្ដាប់ធ្នាប់សាធារណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយបង្ការទុកមុនកាលពីសប្តាហ៍មុនថាម៉ូដាវីនឹងប្រែក្លាយជាអ៊ុយក្រែនមួយទៀតគឺបណ្ដាលមកពីការអុចអាលវាយតម្លៃរបស់លោកខាងលិចបានគាំទ្រការបោះឆ្នោតជ្រើសតាំងមេដឹកនាំម៉ូដាវីលោកស្រី Sandu នៅឆ្នាំ2020និងមានបំណងចង់យកប្រទេសនេះចូលទៅក្នុងអង្គការ NATO បញ្ចូលប្រទេសម៉ូដាវីជាមួយរ៉ូម៉ានីអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ Sunny Logistics ផ្ដល់ជូនសេវាកម្មនាំចេញនាំចូលនិងដឹកទំនិញគ្រប់ប្រភេទ USRV ផ្ដល់ប្រឹក្សាយោបល់អាជីវកម្មផ្នែកពន្ធដារគណនេយ្យនិងហិរញ្ញវត្ថុ